រត់បាត់ជើងសពព្រាតចូលព្រៃសមត្ថកិច្ចចម្រុះស្រុកម៉ាឡៃលបស្ទាក់វេឆ្មក់ក្រុមឈ្មួញជួយដូរបរិខោច្បាប់ឆ្លងដែនយ៉ាងក្តៅកគង់ឯមេខ្លោងលាក់មុខកំពុងញ័ររន្ធត់ខណ្ឌបន្ទាយមានជ័យក្រមស្មារតីទទួលខុសត្រូវខ្ពស់លើកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែននិងការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទកម្លាំងសមត្ថកិច្ចចម្រុះស្រុកម៉ាឡៃបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងហ្មត់ចត់និងមានប្រសិទ្ធភាពខ្ពស់ទៅលើក្រុមស្វ័យប្រវត្តិដែលលួចលាក់ដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនទៅកាន់ប្រទេសថៃកាលពីវេលាម៉ោង 19 និង 15 នាទីយប់ថ្ងៃទី 27 ខែឧសភាឆ្នាំ 2026 ស្ថិតនៅត្រង់ចំណុចចំការត្រងែនមួយកន្លែងនៅភូមិលវាឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកិច្ចសហការរបស់កម្លាំងចម្រុះប្រតិបត្តិការលោកកំទេចផែនការទុច្ចរិតនេះមិនមែនជាការចែកដន្លើយប៉ុន្តែវាគឺជាលទ្ធផលនៃការតាមដានស្រាវជ្រាវនិងក្តាប់ក្តាប់ព័ត៌មានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយពីសំណាក់កម្លាំងជំនាញប្រកបដោយវិជ្ជាជីវៈនិងការសម្ងាត់ខ្ពស់បំផុតឈលលើបទបញ្ជាដ៏ម៉ឺងម៉ាន់ប្រតិបត្តិការដឹកនាំដោយលោកស្វាយជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃដោយមានការសហការគ្នាយ៉ាងស្អិតរមួតនិងការរៀបចំយុទ្ធសាស្ត្រយ៉ាងរៀបរយពីលោកវរៈស្នេហ៍ឯងសួងសៅមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ 815 រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃកម្លាំងយោធាកងពលតូចលេខ 51 និងកងពលតូចលេខ 53 កិច្ចសហការគ្នាយ៉ាងស៊ីសង្វាក់គ្នារវាងគណៈបញ្ជាការឯកភាពស្រុងនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានបង្កើតជាខែលការពារព្រំដែនយ៉ាងរឹងមាំដែលមិនអនុញ្ញាតឲ្យក្រុមជនល្មើសធ្វើអ្វីៗតាមអំពើចិត្តនោះឡើយកុកភ្លេចជង់តែជង់មិនភ្លេចកុងនេះគឺជាមេរៀនស្រស់ៗដែលសមាជិកស្រុកម៉ាឡៃបានផ្ដល់ជូនក្រុមជួយដូរខុសច្បាប់ទោះបីជាពួកឈ្មួញព្យាយាមប្រើប្រាស់ល្បិចកលងងឹនឬឆ្លៀតឱកាសពេលប្រលប់បិទបាំងភ្នែកសមាជិកយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីខ្សែភ្នែកស្កេនដ៏មុតស្រួចនិងការរៀបចំបណ្ដាញបង្ក្រាបយ៉ាងហ្មត់ចត់របស់កងកម្លាំងបានដែរក្រុមឈ្មួញស៊ីឈ្នួលរត់បាត់ជើងសព្រាតចូលព្រៃចំណែកវត្ថុតាំងត្រូវបានសមាជិកដកហូនដោយសារតែការបើកមុខព្រួយវាឆ្មក់លឿនដោយភ្លេចបន្ទោលយ៉ាងខ្លាំងក្លាពីកម្លាំងសមត្ថកិច្ចក្រុមកម្មករស៊ីឈ្នួលដឹកជញ្ជូនបានភ័យស្លន់ស្លោលែងគិតពីទំនិញរត់បាត់ជើងសេចបោះប្រាក់អាយុចូលទៅក្នុងព្រៃកិច្ចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅវត្ថុតាំងនៅនឹងកន្លែងចិត្តនឹងមាត់អូព្រំដែនរួមមានរទេះអូសចំនួន 2 ម៉ូតូចំនួន 6 គ្រឿងដែលប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់បារីឆ្លងដែនខុសច្បាប់ចំនួន 21 ប៊ីងនិង 36 ការ៉ុងស្មើនឹងរាប់ពាន់កញ្ចប់បច្ចុប្បន្នវត្ថុតាំងបារីនិងម៉ូតូទាំងអស់ត្រូវបានសមាជិកដកហូតយកមកកសាងសំណុំរឿងនិងរក្សាទុកជាបណ្ដោះអាសន្ននៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ 815 ដើម្បីបន្តនីតិវិធីច្បាប់មហាជនទន្ទឹងមើលការវេចមុខមេខ្លោងកំបាំងមុខដែលបំផ្លាញសេដ្ឋកិច្ចជាតិសកម្មភាពលួចលាក់នាំបារីឆ្លងដែនទាំងប្រថុយប្រឋាននេះមិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាសកម្មភាពបំផ្លាញចំណូលថវិកាជាតិនិងបង្កអស្ថិរភាពតាមព្រំដែនយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែភាពលោភលន់របស់មេឈ្មួញកំបាំងមុខមួយចំនួនតូចដែលសំងំសុកលើគំនរទុកនិងហានិភ័យរបស់កម្មករអូរ៉ូតេសស៊ីឈ្នួលឬដឹកជញ្ជូនជុំវិញករណីនេះប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការក្តៅរបស់សមត្ថកិច្ចនិងបានលំអោនកាយគោរពស្នើសុំយ៉ាងទទូចដល់អាយុឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងគោរពស្នើសុំដល់លោកឧត្តមស្នេហ៍ត្រីសឿមសារិនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមេត្តាបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅតាមប្រមាញ់ពន្លាតសរសៃញៀនដើម្បីវេចមុខញែកស្បែងស្វែងរកមេខ្លោងធំដែលនៅពីក្រោយខ្នងនៃបទល្មើសសេដ្ឋកិច្ចមួយនេះយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមានឲ្យខាន់តែបានសាធារណជនមានទំនុកចិត្តយ៉ាងមុតមមថាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ថ្នាក់ដឹកនាំខេត្តនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអត្តសញ្ញាណរបស់មេឈ្មួញខលខូចទាំងនោះនឹងត្រូវបានលាតត្រដាងនៅចំពោះមុខមហាជនក្នុងពេលឆាប់ខាងមុខនេះជាក់ជាមិនខានដើម្បីកុំឲ្យពួកវាបន្តធ្វើព្យុះធ្វើភ្លៀងបំពានច្បាប់រាន់ដោយគ្មានញញើតបែបនេះតទៅទៀតអត្ថបទដោយលោកមុតចត្រាប្រមាញ់ជាដែន